ជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំពិតជាក្តៅចិត្តឆេវមែនតើហើយក៏នៅស្ងៀមមិនបានទេខ្ញុំសូមឆ្លើយតបនឹងវាបកទៅកាន់មេជួនពៀលមេអក្រិតជនមេជួនពៀលក៏ដូចជាគេហៅថាទឹកផាញ់វណ្ណៈដែលរិះគន់ទៅលើមុនពេជ្រដែលគាត់ជាបញ្ញវន្តដែលខិតខំរៀនសូត្រពីកូនកសិករក្រីក្រហើយលះបង់គ្រប់បែបយ៉ាងជួយដល់សង្គមជាតិរបស់យើងទោះបីថាมันមានអីក៏ដោយណាបងប្អូនហើយទឹកផាញ់វណ្ណៈនឹងគឺស្អីជីមេជួនពៀលដើររកោះលុយអ្នកកសែតទូទៅក៏ដូចជាពលរដ្ឋនិងអ្នករស់ស៊ីទូទៅគឺអន្តិតផេញវណ្ណៈហ្នឹងគឺដើររកោះលុយគេបាទអានេះតាមខ្ញុំទទួលបានព័ត៌មានហើយសម្រាប់សង្គមជាតិយើងប្រសិនបើយើងនៅបន្តប្រើប្រាស់គេហៅថាមេជួនពៀលឬក៏ក្រុមជួនពៀលបែបហ្នឹងនៅលើបណ្ដាញសង្គមដើម្បីចែករំលែកចំណេះដឹងក៏ដូចជាដឹកនាំចូលរួមក្នុងសង្គមជាតិនោះខ្ញុំគិតថាប្រទេសយើងនឹងវិនិច្ឆ័យហិនហោចនឹងរលាយនៅថ្ងៃណាមួយឆាប់មិនខានទេយើងមើលឃើញហើយថាមេអក្រិតឬក៏យើងហៅថាមេជនពៀលដូចផាញ់វណ្ណៈនេះគឺជាមនុស្សសំដីសំដៅគឺមិនមែនជាអ្នកចេះដឹងទេហើយក៏មិនមែនជាអ្នកចូលចិត្តឆ្លាញ់អ្នកចេះដឹងដែរធម្មតាទេបងប្អូនគឺកាលណាតែជួនពៀលគឺមិនដែលចូលចិត្តអ្នករៀនសូត្រអ្នកចេះដឹងទេហើយនៅក្នុងការបញ្ចេញមតិការវិភាគរបស់ផាញ់វណ្ណៈនឹងចោតគេអ្នកខាងក្រៅស្រុកសិតតែឧទាមក្រៅស្រុកហេលោកផាញ់វណ្ណៈឧទាមក្រៅស្រុកអានឹងគឺជាគំនិតមេជួនពៀលទេដែលនិយាយភាសាបែបហ្នឹងចេញមកសម្រាប់ក្នុងនាមជាពលរដ្ឋខ្មែរក្នុងនាមជាអ្នកដែលមានបេះដូងជាខ្មែរឈាមជួរជាខ្មែរពិតប្រាកដស្រឡាញ់ខ្មែរគេអត់និយាយភាសាបែបហ្នឹងទេហើយលោកឯងនិយាយសន្តែបើសិនជាគេធ្វើបានលោកឯងដើរស្រាតពេញមកប្រទេសតែហ៊ានតែអត់ធ្វើខ្ញុំសូមចាត់ទុកលោកជាឆ្កែបាទខ្ញុំសំទោសខ្ញុំនិយាយពាក្យអសរោះចុះប្រសិនបើICC International Criminal Court of Justice ICJ ប្រសិនបើតុលាការអក្រិតកម្មអន្តរជាតិគេព្រមទទួលពាក្យបណ្ដឹងហ្នឹងហើយគេចាប់ផ្ដើមធ្វើការស៊ើបសង្កេតនៅមេដឹកនាំយោធាថៃមួយចំនួនគេព្រមទទួលពាក្យបណ្ដឹងហ្នឹងត្រឹមតែទទួលពាក្យបណ្ដឹងហ្នឹងអញ្ចឹងលោកឯងត្រូវតែដើរស្រាតទូទាំងប្រទេសឲ្យបានមើលហើយស្រាតហើយចាំមានបងប្អូនខ្មែរយើងទូទៅគាត់នឹងចាប់ផ្ដើមថតអូខេហើយតែកាលណាអត់ដើរស្រាតលោកផាញ់វណ្ណៈឯងគឺជាឆ្កែសុតអូខេអានឹងខ្ញុំសូមនិយាយដោយត្រង់ណាហើយមួយទៀតបងប្អូនស្អីក៏អត់ទៀមក្រៅស្រុកស្អីក៏អត់ទៀមក្រៅស្រុកចោតគេគ្រប់បែបយ៉ាងខ្ញុំចង់និយាយថាពាក្យថាអត់ទៀមក្រៅស្រុកគ្រាន់តែជាការបង្កើតដោយរាជរដ្ឋបាលកម្ពុជាយើងដែលចោទទៅលើខាងគណៈបកប្រឆាំងមួយចំនួនដូចជាខាងលោកសំរងស៊ីឬក៏សង្គ្រោះជាតិតាមពិតទៅពួកគាត់មិនមែនជាអត់ទៀមក្រៅស្រុកស្អីទេគ្រាន់តែមានគំនិតមតិយោបល់ផ្ទុយពីរដ្ឋាភិបាលតែប៉ុណ្ណឹងឯងហើយតើដើររចោតគេថាអត់ទៀមក្រៅស្រុកអញ្ចឹងទៅហើយដោយឡែកនេះចំពោះមុនពេជ្រនេះគ្នាអត់ដឹងអីសោះតែម្ដងជាអ្នករៀនសូត្រចេះដឹងដែលមិនពាក់ព័ន្ធទៅនឹងគណៈបកប្រឆាំងឬក៏សង្គ្រោះជាតិឬក៏គណៈបកផ្សេងទេគាត់បញ្ចេញមតិក្នុងនាមជាពលរដ្ឋខ្មែរជាអ្នករៀនសូត្រជាបញ្ញវន្តចេះដឹងមួយណាប៉ុន្តែអន្តិតផាញ់វណ្ណៈដូចជាមេក្រុមជនពៀលមួយចំនួនគឺចោតប្រកាន់អ្នករៀនសូត្រចេះដឹងទៅជាអត់ទៀមក្រៅស្រុកទៅជាអ្នកស្រេចតែនឹងគេចោតប្រកាន់អានឹងគឺគំនិតបែបហ្នឹងគឺជាគំនិតថោកទាបបំផុតដែលដេចត្រួយគេហៅថាអ្នករៀនសូត្រចេះដឹងអញ្ចឹងហើយបានជាខ្មែរយើងមិនអាចរីកចម្រើនបានទេពីព្រោះថាយើងមានប្រភេទមនុស្សហៅថាបាតផ្សារមនុស្សពៀលដូចផាញ់វណ្ណៈនឹងក្រុមមួយចំនួនរបស់គាត់ហ្នឹងធ្វើឲ្យប៉ះពាល់ទៅដល់ការអភិវឌ្ឍជាតិទៅលើចំណេះដឹងហើយប្រជាពលរដ្ឋទទួលបានតែគេហៅថាគំនិតស្មោកគ្រោកដូចផេញវណ្ណៈហ្នឹងទទួលបានតែគំនិតអសិលធម៌ដូចផេញវណ្ណៈហ្នឹងទទួលបានគំនិតស្មោកគ្រោកដូចផេញវណ្ណៈហ្នឹងមិនអាចធ្វើប្រទេសជាតិរីកចម្រើនបានទេផ្ទុយទៅវិញនឹងធ្វើឲ្យប៉ះពាល់ដល់គណៈបកប្រជាជន
ធ្វើឲ្យប៉ះពាល់ទៅដល់រដ្ឋបាលកម្ពុជាហើយក៏ធ្វើឲ្យប៉ះពាល់ទៅដល់របបដឹកនាំបច្ចុប្បន្នដែរប្រសិនបើនៅតែប្រើមនុស្សពីលបែបហ្នឹងនៅក្នុងការបញ្ចេញមតិនៅក្នុងសន្ទុះគឺនៅក្នុងការវាយប្រហារអ្នករតីដោយប្រើសម្ដីអសុរោះវិចារតកបបោកដូចជាពីលបែបហ្នឹងអូខេឥឡូវខ្ញុំសូមនិយាយមួយថាលោកផេងវណ្ណៈនេះជានរណាផេងវណ្ណៈនឹងគ្រាន់បើតាមខ្ញុំមើលប្រវត្តិគាត់ធ្លាប់ជាអតីតទាហានមួយរូបបាទទាហានអាចថាទាហានឡើងតាមជើងខោឬក៏ទាហានយ៉ាងម៉េចទេយើងមិនដឹងទេណាឬក៏ទាហានសុកប៉ាន់អីទេប៉ុន្តែគាត់ធ្លាប់ធ្វើទាហានក្រោយមកក៏ឈប់ទៅហើយក៏បច្ចុប្បន្ននេះគឺធ្វើអ្នកកសែតអរិទ្ធអរាយបាទពាក្យថាកសែតអរិទ្ធអរាយមានថាកសែតនឹងគឺគ្មានអាជ្ញាបានស្អីទេប៉ុន្តែដោយសារបានទ្រពួងទ្រផ្លោកអញ្ចឹងទៅគេចេះតែលើកបន្ទប់អញ្ចឹងទៅចេះតែឲ្យនិយាយអញ្ចឹងទៅហើយបច្ចុប្បន្ននេះបើតាមខ្ញុំដឹងគឺដើររកោះលុយប្រជាពលរដ្ឋនៅរុស្ស៊ីភាគច្រើននៅទូទាំងប្រទេសហើយតែមិនអោយគឺបន្តិចផាញ់វណ្ណៈហ្នឹងគឺនឹងរៀបចំពាក្យបណ្ដឹងឲ្យធ្វើស៊ីម្នាក់ហ្នឹងអាហ្នឹងជាក់ស្ដែងដូចស្អីគេអុកញ៉ាស្រីទូចអីជាដើមហ្នឹងគឺសិតតែបន្តិចផាញ់វណ្ណៈជាអ្នកធ្វើស៊ីទាំងអស់អញ្ចឹងយើងមើលឲ្យចំថាមេជួនពីលលេខផាញ់វណ្ណៈនេះមិនគូណាគេហៅថារដ្ឋាភិបាលកម្ពុជាយើងលើកកម្ពស់មនុស្សបែបហ្នឹងតែកាលណាយើងលើកកម្ពស់មនុស្សបែបហ្នឹងកាន់តែច្រើនប្រទេសនឹងរលាយនឹងវិនិច្ឆ័យហន្តហើយឥឡូវខ្ញុំសួរថាមូនពេជ្រជាណាមូនពេជ្រគាត់ជាខ្មែរមើលសម្បុរផងណាខ្មែរចំណាខ្មែរមិនមែនកាត់វៀតណាមកាត់ចិនកាត់ឡាវកាត់ថៃកាត់សៀមស្អីទេគឺខ្មែរដើមខ្មែរអង្គរចំស្បែកខ្មៅកញេះពូជខ្មែរចំឈាមខ្មែរខ្ញុំសូមនិយាយថាមូនពេជ្រគឺជាពូជខ្មែរសុទ្ធជាឈាមឈរខ្មែរសុទ្ធបើថាខ្ញុំមានជនជាតិដើមភាគតិចគួយខ្លះកាត់អញ្ចឹងទៅប៉ុន្តែមូនពេជ្រគឺជាខ្មែរសុទ្ធណាបងប្អូនពូជខ្មែរសុទ្ធបន្តិចផែងវណ្ណៈនេះប្រសិនបើគាត់ជាពូជខ្មែរសុទ្ធខ្ញុំជឿថាគាត់មិនអាចប្រើសម្ដីពីលអញ្ចឹងទៅនិយាយចោតគេថាជាទៀមក្រៅស្រុកជាអីអញ្ចឹងទេអានឹងជាទស្សនៈរបស់ខ្ញុំប៉ុន្តែអានឹងស្អីលើបងប្អូនគិតទេបើសិនបើផែងវណ្ណៈជាខ្មែរពិតប្រកបបាទគាត់គូតែគ្រប់គ្រងគាត់គូតែលើកកម្ពស់ពីព្រោះមុនពេចគាត់អត់បានទៅវាយប្រហាររដ្ឋាភិបាលទេគាត់អត់បានទៅស្អប់រដ្ឋាភិបាលទេគាត់អត់បានទៅនិយាយពីបញ្ហាឬក៏រិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នទេគឺគាត់ធ្វើក្នុងនាមចំណែកជាពលរដ្ឋកម្ពុជាជាពលរដ្ឋខ្មែរនៃដើមកំណើតខ្មែរជួយទៅប្តឹងមេទ័ពថៃដែលបានប្រព្រឹត្តអក្រិតកម្មមកលើជាតិសាសន៍កម្ពុជាអានឹងយើងនិយាយឲ្យជាក់ស្ដែងអញ្ចឹងគឺថាគាត់ធ្វើក្នុងនាមជាជនជាតិខ្មែរមិនមែនសម្រាប់ក្រុមណាមួយមិនមែនសម្រាប់សង្គ្រោះជាតិមិនមែនសម្រាប់ក្រុមប្រឆាំងសម្រាប់អីទេគឺគាត់ធ្វើបំពេញតួនាទីគាត់ក្នុងនាមជាកុលបុត្រកុលធីតាខ្មែរម្នាក់ដែលបានខិតខំតស៊ូរៀនសូត្រដោយខ្លួនឯងមកដល់ទឹកដីអាមេរិកហើយរៀនសូត្រចេះដឹងហើយជួយចំណែកកន្លងមកមួនពេជ្រជួយច្រើនណាស់ជួយអ្នករៀនសូត្រក្រីក្រជួយជាដើមរួមទាំងក្មេងៗដែលខ្ញុំចិញ្ចឹមមួយចំនួនក៏មួនគ្នាបានជួយបរិច្ចាគជួយតាមលទ្ធភាពដែរសុខចិត្តអត់ខ្លួនឯងហើយទៅផាញ់វណ្ណៈនោះជាស្អីកាន់តែដបស្រាកាន់តែពជាកាន់តែ ABC អាំងឈើជាដើមអញ្ចឹងកាន់តែស្រាសាច់ខ្លែមហើយដើររកោះគេអ្នករុស្ស៊ីដើររធ្វើបាបគេអ្នករុស្ស៊ីណាបង្ខំឲ្យគេបង់ជាសហុយឲ្យខ្លួនឯងបើមិនបង់គឺត្រូវចោតប្រកាន់ទេអញ្ចឹងទៅហើយធ្វើស៊ីអញ្ចឹងទៅផៃវណ្ណៈគឺជាមេជនពីលសុទ្ធតែម្ដងបងប្អូនជាមេជនពីលសុទ្ធមិនគូណាប្រទេសយើងណាអនុញ្ញាតឲ្យមេជួនពីលបែបហ្នឹងធ្វើអ្នកកសែតឬក៏ជាអ្នកចូលរួមនៅក្នុងកិច្ចការងារសង្គមទេវាបំផ្លាញទៅដល់គេហៅថាសិលធម៌របស់សង្គមបំផ្លាញអ្វីៗគ្រប់បែបយ៉ាងផ្សេងទៀតមួយទៀតមុនពេចការដាក់ពាក្យបណ្ដឹងនេះគាត់បានបញ្ជាក់នៅក្នុង comment របស់គាត់ឲ្យថាទោះបីថាអាចដាក់ទៅ
ប្រសិនបើគេរកឃើញថាមេដឹកនាំថៃទាំងអស់ហ្នឹងមានទោសអក្រិតកម្មគេនឹងធ្វើការចាប់ដើមស៊ើបសង្កេតតែជំហានដំបូងគេនឹងស៊ើបសង្កេតសិនគេបើកការស៊ើបសង្កេតស៊ើបឲ្យប្រសិនបើមានគេនឹងចេញនិវេសក្រហមប្រើប៉ូលីសអង្គតិពលដើម្បីចាប់ឬក៏មិនឲ្យប្រទេសមេដឹកនាំរបស់ថៃយោធាថៃទាំងអស់ហ្នឹងចេញពីប្រទេសថៃទេតែចេញគឺគេនឹងចាប់បាទអាហ្នឹងយើងនិយាយអញ្ចឹងគាត់រួមចំណែកនៅក្នុងការបំពេញក្នុងនាមជាពលរដ្ឋខ្មែរក្នុងនាមជាជនជាតិកម្ពុជាដែលឈឺចាប់ទៅនឹងទង្វើសៀមភ្លានពានគាត់រួមចំណែកដោយមិនមែនតំណាងឲ្យក្រុមប្រឆាំងឬក៏តំណាងឲ្យក្រុមណាមួយទេគាត់ធ្វើខ្លួនឯងគាត់គៀងគរអ្នកស្ម័គ្រចិត្តអ្នកដាក់កដាក់ចូលរួមក៏ចូលទៅមិនចូលក៏ឲ្យទៅតែជាក់ស្ដែងគឺមានអ្នកចូលរួម100,000នាក់ឥឡូវខ្ញុំគិតទេថាម្នាក់ដែលចូលរួមមួយយ៉ាងហោចក៏ឲ្យគ្រូសាមើលដែរអញ្ចឹងក៏បានចូលរួមចំណែកមួយដែរតែគាត់មិនមែនដើម្បីតំណាងក្រុមប្រឆាំងណាមួយឬក៏តំណាងបកណាមួយទេសូមបញ្ជាក់ណាទិដ្ឋិវណ្ណៈស្ដាប់ឲ្យយល់ណាលោកគេធ្វើក្នុងនាមជាពលរដ្ឋខ្មែរហើយអ្នកដែលចូលរួមគឺគេស្ម័គ្រចិត្តទាំងអស់គ្នាដោយមិនមានការបង្ខិតបង្ខំទេហើយមិនមានការបង្ខិតបង្ខំដោយលោកភេញម្នាក់ឯងដើររੂទីលុយគេតាមកន្លែងនេះអូស៊ីតាមព្រំដែនអីជាដើមហ្នឹងតែគេមិនឲ្យលុយគឺត្រូវផ្សាយអាក្រក់ពីគេអញ្ចឹងទៅអាហ្នឹងគឺលោកភេញម្នាក់គាត់រੂស៊ីបែបហ្នឹងរੂស៊ីបង្ខំគេបែបហ្នឹងអញ្ចឹងសូមបញ្ជាក់ម្ដងទៀតណាភេញម្នាក់គឺជាមេជនពីលមេអក្រិតមេគេហៅថាមេឈ្មួញទុច្ចរិតហើយក៏ជាគេហៅថាមេថ្មិលអសាសនាដែរមានន័យថាគាត់អត់ចេះដឹងទេប៉ុន្តែផ្ទុយទៅវិញគាត់បែរជាវាយប្រហារនឹងចោតប្រកាន់គេថាស្អីគេសិតតែឧទាមក្រៅស្រុកអញ្ចឹងលោកឯងហ្នឹងថ្ងៃហ្នឹងស្អីគេចោតគេថាឧទាមក្រៅស្រុកហ្នឹងអញ្ចឹងលោកឯងមិនជាមេអក្រិតជនលោកឯងហ៊ានមកប្រទេសលោកសេរីទេលោកវណ្ណៈឯងមិនអាចមកប្រទេសលោកសេរីបានទេពីព្រោះតែមកលោកសេរីអាចនឹងមានបញ្ហាពីព្រោះប្រទេសលោកសេរីគេគ្រប់ច្បាប់ណាស់គេស្អប់នៅអំពើពុករលួយគេស្អប់នៅអំពើជិះជួនគេស្អប់នៅអំពើគេហៅថាទុច្ចរិតណាភ័យម្នាក់អាចទៅប្រទេសកុម្មុយនីសបានទេផ្នែកការបានតែបើមកសេរីអាចមានបញ្ហាបន្តិចអញ្ចឹងបាទសៀមណូភ័យម្នាក់ជាមេបនក្នុងស្រុកមានថាគាត់រੂស៊ីជាម៉ែយ៉មផងជាឪយ៉មផងណាយេអន្តិតហ្នឹងគឺរੂស៊ីគ្រប់យ៉ាងរួមទាំងគ្រឿងញៀនសម្រាប់មនុស្សមុខរបររបស់ភ័យម្នាក់នេះគឺគ្រឿងញៀនសម្រាប់មនុស្សបំបិតមាត់ហើយនឹងធ្វើស៊ីអ្នកដែលរੂស៊ីមួយទូទៅហ្នឹងដែលមិនបង់លុយឲ្យគាត់សឹងតែទូទាំងប្រទេសអន្តិតហ្នឹងណាអញ្ចឹងជាមេជួនពីលមែនតើអាហ្នឹងខ្ញុំពិតជាសោកស្ដាយដែលប្រទេសយើងដែលប្រទេសយើងមានមនុស្សបែបហ្នឹងនៅក្នុងសង្គមយើងប៉ុន្តែបើទោះបីមានបែបហ្នឹងក៏មិនគួររដ្ឋាភិបាលលើកកម្ពស់មនុស្សបែបហ្នឹងឲ្យទៅជាមនុស្សគេហៅថាចែករំលែកចំណេះដឹងលេចធ្លោក្នុងសង្គមដែរខ្ញុំពិតជាសោកស្ដាយក្នុងនាមជាពលរដ្ឋខ្មែរមួយរូបមិនគួរណាមានគេហៅថាមនុស្សមេបនមេជួនពីលមេអក្រិតកម្មសម្រាប់មនុស្សមិនញញើតដៃត្រូវបានលើកកម្ពស់ទៅជាមនុស្សគេថាមានកិត្តិយសក្នុងសង្គមនេះហើយមនុស្សប្រភេទហ្នឹងឲ្យមើងងាយអ្នកចេះដឹង
សិតតែគេរៀនជ្រុះមិនជ្រុះបល័យពីក្បាលលោកអើយខ្ញុំចង់ប្រាប់បន្តិចភ័យមណៈមុនពេជ្ររៀនចប់មនិតសភាកងទ័ពនៅអាមេរិកហើយក៏រៀនចប់នៅ King College of London នៃប្រទេសអង់គ្លេសចប់នៅសាកលវិទ្យាល័យ King College of London របស់ទីក្រុងឡុងនៅក្នុងប្រទេសអង់គ្លេសណាគាត់ចប់ពេទ្យចប់ច្បាប់ចប់យោធាគាត់ចេះបើកសឹងថានិវាមួយទឹកនិវាចម្បាំងយន្តហោះចម្បាំងលោតឆាត់យោងឲ្យគ្រប់បែបយ៉ាងហើយលោកភ័យម្នាក់ឯងចេះស្អីក្រៅពីដើររួផឹកស៊ីសេបស៊ិចដូចអ៊ំជេមសុកគាត់និយាយហ្នឹងណាកាន់តែដបស្រាដើររកោះគេធ្វើបាបគេនរណាមិនមិនគេហៅថារណបខ្លួនវាយបហាគេធ្វើស៊ីគេសម្លាប់គេតែប៉ុណ្ណឹងបំបិតមាត់គេស្រុកដល់កំសត់ខ្ញុំអើយមានមនុស្សអញ្ចឹងដែរដឹកនាំណាអញ្ចឹងសូមបងប្អូនផ្ញើវីដេអូនេះទៅបន្តិចភ័យមណៈផងខ្ញុំក៏រវល់រៀនសិក្សាសាស្ត្រជ្រាវដែរអញ្ចឹងគាត់នៅថាខ្ញុំវាហួសចិត្តពេកណាហួសចិត្តពេកដែរវាយប្រហារមនុស្សល្អវាយប្រហារកូនខ្មែរយើងដែលខិតខំតស៊ូហើយជាមនុស្សល្អទៀតស្អីទៅមនុស្សល្អមានន័យថាមនុស្សមិនសូវគិតប្រយោជន៍ខ្លួនឯងតែគិតប្រយោជន៍រួមជាធំមិនសូវគិតប្រយោជន៍គ្រួសារខ្លួនឯងតែគិតប្រយោជន៍ជាតិប្រយោជន៍គ្រួសារជាធំអានឹងគេហៅថាបញ្ញវន្តដ៏ល្អមុនពេជ្រគ្នាលើបងសឹងថាពេលខ្លះរតែនឹកជើងថ្មីពាក្យមិនចង់បានទេជិះតែកង់ទៅសាលារៀនកាត់ព្យុះកាត់ភ្លៀងកាត់ព្រិលណាសុខចិត្តយកលុយទៅជួយមីអ្នកក្រជួយគ្រួសារជួយមនុស្សទូទៅផ្សេងទៀតអានឹងគេហៅថាមនុស្សល្អគឺមនុស្សលះបង់ខ្លួនឯងសម្រាប់ប្រយោជន៍រួមកន្លែងបន្តិចភ័យម្នាក់ឯងនេះគឺខ្ញុំមិនមានពាក្យអីនិយាយទេអញ្ចឹងអរគុណបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនបែងចែកល្អណាស់អាក្រក់ហើយភ័យម្នាក់ឯងត្រូវដឹងថាអញ្ចេះប្រទេសអ្នកដែលចូលរួមដាក់ពាក្យជាមួយមុនពេជ្រចំនួន100,000អ្នកហ្នឹងណាយ៉ាងហោចណាស់ក៏2-3 លានអ្នកដែរដែលគេគ្រប់គ្រងហើយគេស្ម័គ្រចិត្តដើម្បីចូលរួមប្តឹងបិទមិនអាចមើលឃើញភាពឈឺចាប់ដែលសៀមវាប្រមាថមួយងាយមកលើខ្មែររីឯលោកមិនបានជួយស្អីទេតែឌីគេសិតតែឲ្យទៀមក្រៅស្រុកសិតបើគេធ្វើមិនបានសុខចិត្តដើរស្រាតតែប្រសិនលោកឯងបើគេទទួលហើយលោកឯងអត់ធ្វើមែនណាជាពលរដ្ឋខ្មែរនឹងចាត់ទុកលោកឯងគឺជាឆ្កែប្រសិនបើនិយាយថាដើរស្រាតហើយមិនដើរស្រាតអានឹងគេចាត់ទុកជាឆ្កែហើយកុំលេបសម្ដីខ្លួនឯងអានឹងយើងនិយាយអស់អញ្ចឹងហើយខ្ញុំសុំទោសផងដែលខ្ញុំនិយាយភាសាបែបហ្នឹងប៉ុន្តែពេលខ្លះមនុស្សពីលគឺត្រូវតែនិយាយភាសាពីលទៅគាត់ស្ដាប់បានបាទអញ្ចឹងអរគុណបងប្អូនអញ្ចឹងខ្ញុំអរគុណបងប្អូនដែលបានតាមដានអ្នកនរគ្នាហើយជួយ share វីដេអូនេះទៅគ្រប់เพจវណ្ណៈផងបាទឲ្យបានមើលវីដេអូហ្នឹងហើយអាចតបជាមួយខ្ញុំក៏បានអាចដេញដោលមតិជាមួយគ្នាក៏បានលើបណ្ដាញសង្គមអូខេអរគុណបងប្អូនជម្រាបលា